សាធារណរដ្ឋឥណ្ឌូនេស៊ីតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបើកសម្ពោធជាផ្លូវការនៅកម្មវិធីផ្សាររាត្រីឥណ្ឌូនេស៊ីជាលើកដំបូងនៅថ្ងៃចុងសប្តាហ៍នេះនៅក្នុងបរិវេណផ្លូវចតុមុខជាប់មាត់ទន្លេក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌របស់ឥណ្ឌូនេស៊ីដើម្បីពង្រឹងចំណងមិត្តភាពបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរឥណ្ឌូនេស៊ីនិងកម្ពុជាព្រឹត្តិការណ៍វប្បធម៌រយៈពេល2ថ្ងៃពីថ្ងៃទី15ដល់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះត្រូវបានរៀបចំពិធីបើកសម្ពោធជាផ្លូវការក្រោមវត្តមានជាអធិបតីអាយុធមសាន់តូដាម៉ូស៊ូម៉ាតូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាអាយុធមកាទឿមូហាម៉ាត់ណូជីរដ្ឋលេខាធិការក្រសួងទេសចរនិងអាយុធមអ៊ីមរងហាសាន់អភិបាលរងរាជធានីភ្នំពេញអាយុធមឯកអគ្គរដ្ឋទូតសាន់តូដាម៉ូស៊ូម៉ាតូបានគូបញ្ជាក់ថាពិធីសម្ពោធជាផ្លូវការកម្មវិធីផ្សាររាត្រីឥណ្ឌូនេស៊ីនៅពេលនេះគឺជាផ្នែកមួយនៃរាត្រីការអបអរសាទរមិត្តភាពរវាងប្រទេសទាំងពីរដែលបង្កើតឡើងក្នុងគោលបំណងបង្កើតឲ្យមានបរិយាកាសកក់ក្ដៅនិងភាពរស់រាយនៃផ្សាររាត្រីឥណ្ឌូនេស៊ីដែលជាកន្លែងសម្រាប់ប្រជាជនឥណ្ឌូនេស៊ីប្រជាជនខ្មែរក៏ដូចជាសហគមន៍អន្តរជាតិអាចជួបជុំចែករំលែកបទពិសោធន៍និងភាពសប្បាយរីករាយជុំគ្នានៅទីនេះនៅក្នុងនោះតន្ត្រីរបាំមហាគឺជាភាសាសកលសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងគ្រប់ជាតិសាសន៍ទាំងអស់តាមរយៈភាសាទាំងអស់នេះអាយុធមទូតសង្ឃឹមថាភ្ញៀវទេសចរកម្ពុជានឹងភ្ជាប់ទំនាក់ទំនងវប្បធម៌ជាមួយឥណ្ឌូនេស៊ីនៅក្នុងរបៀបមួយដែលជាការចងចាំនិងភាពរីករាយបន្ថែមលើពីនេះតាមរយៈព្រឹត្តិការណ៍នេះក៏ដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មនិងទេសចររវាងប្រទេសទាំងពីរផងដែរអាយុធមឯកអគ្គរដ្ឋទូតបានឲ្យដឹងថាផ្សាររាត្រីឥណ្ឌូនេស៊ីបានរៀបចំស្តង់ចំនួន12ដែលមានមុខម្ហូបឥណ្ឌូនេស៊ីដូចជាបាក់ស៊ូនិងសាច់មាន់អាំងសាទែព្រមទាំងផលិតផលពេញនិយមរបស់ឥណ្ឌូនេស៊ីនៅកម្ពុជាជាច្រើនទៀតទាំងចំណីអាហារភេសជ្ជៈផលិតផលថែរក្សាសម្ផស្សនិងឱសថជាដើមជាមួយគ្នានេះដែរតាមរយៈការបើកសម្ពោធកម្មវិធីផ្សាររាត្រីឥណ្ឌូនេស៊ីជាលើកដំបូងនៅក្នុងថ្ងៃចុងសប្តាហ៍នេះនៅក្នុងបរិវេណផ្លូវដើរចតុមុខជាប់មាត់ទន្លេក្នុងរាជធានីភ្នំពេញក៏ជាការបង្ហាញឲ្យឃើញពីភាពរស់រវើកនៃវប្បធម៌ការសម្ដែងវប្បធម៌ដ៏សម្បូរបែបរួមគ្នាមានរបាំតន្ត្រីដែលសម្ដែងដោយសិស្សនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ីប្រចាំភ្នំពេញផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាសង្ឃឹមថាកម្មវិធីផ្សាររាត្រីរបស់ឥណ្ឌូនេស៊ីនៅពេលនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាជាពិសេសរដ្ឋបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍតំបន់ចតុមុខនេះឲ្យ